វាជាឱកាសមួយដែលយើងគ្រប់គ្រងផលិតផលរបស់យើងเนาะកុំអ្វីក៏ប្រើរបស់គេអ្វីក៏របស់គេទាំងអស់មែនទេវាដូចជាយើងគ្រប់គ្រងគេពេកទៅហើយយើងជួយទិញគេគេខ្លាចទៅជាអ្នកមានហើយមែនទេឥឡូវដល់ម៉ោងនេះយើងជួយទិញខ្លួនឯងឲ្យខ្លួនឯងខ្លាចទៅជាអ្នកមានម្ដងមែនអត់ហ្នឹងហើយអូខេបើសិនជាថ្មីជួបគ្នានៅវីដេអូថ្មីដូចខ្ញុំនិយាយនៅខ្ញុំសរសេរនៅខាងលើវីដេអូរបស់យើងខ្ញុំនិយាយថាខ្ញុំមិនមែនជាអ្នកធ្វើ MMO អ្វីនោះទេគ្រាន់ថានឹកឃើញថាការចែករំលែកនៅក្នុងបណ្ដាញសង្គមវាគឺជាឱកាសមួយសម្រាប់អ្វីដែលខ្ញុំមាននៅក្នុងផ្នែកគំនិតរបស់ខ្លួនឯងជីវិតរបស់ខ្លួនឯងឆ្លងកាត់កន្លងមកហើយក៏មានចំណេះដឹងតិចតួចហើយក៏ចង់លើកស្ទួយវិស័យកសិកម្មវិស័យឧស្សាហកម្មនៃការផលិតរបស់ខ្មែរយើងណាដែលខ្មែរយើងផលិតបានបាទដោយវិស័យអាហារបំពងអាហារជំនួយសុខភាពដោយដែលខ្ញុំបាននិយាយវីដេអូកន្លងមកនិងសិប្បកម្មកែច្នៃម្ហូបអាហារហូបចុកលក្ខណៈជាកំប៉ុងហ្នឹងហើយដើម្បីយកមកចែករំលែកខ្ញុំមកសៀជូនពុកម៉ែបងប្អូនឲ្យបានដឹងឲ្យបានយល់ថាអ្វីដែលខ្មែរយើងផលិតបានហើយយើងនាំគ្នាជួយគ្រប់គ្រងកាលណាយើងជួយគ្រប់គ្រងផលិតផលខ្មែរយើងណាវាស្មើនឹងយើងទប់ស្កាត់ការចំណាយចាយលុយឲ្យលុយនឹងវាហូរចេញទៅក្រៅប្រទេសអញ្ចឹងយើងទុកលុយរបស់យើងហ្នឹងយើងចាយនៅក្នុងប្រទេសរបស់យើងហ្នឹងមែនទេអញ្ចឹងលុយរបស់យើងនៅវិលនៅក្នុងប្រទេសរបស់យើងហ្នឹងគឺវាអត់ទៅណាទេអញ្ចឹងនៅក្នុងហ្នឹងក៏មានដូចជាសាប៊ូកក់សក់សាប៊ូដោះខ្លួនសាប៊ូដោះមុខអីគឺយើងមានច្រើននៅក្នុងការផលិតដូចជាត្រីខកំប៉ុងអីហ្នឹងចែកត្រីដណាគាត់បានបង្កើតរោងចក្រនៅការផលិតឲ្យយើងជួយគ្រប់គ្រងទៅបាទហើយវីដេអូដែលខ្ញុំចេញនេះមិនមាន sponsor មកពីណាទេគឺវា sponsor ចេញពីបេះដូងរបស់ខ្ញុំនៅក្នុងការចែករំលែកតែម្ដងបាទហ្នឹងហើយតែចំណុចឈ្នូលតែម្ដងសម្រាប់ខ្ញុំដែលខ្ញុំចូលប្រឡងតែម្ដងវិស័យកសិកម្មហើយនឹងវិស័យអាហារបំពន់អាហារជំនួយសុខភាពអាហារដែលទៅដោះស្រាយវិបត្តិសុខភាពយើងបានហ្នឹងហើយប្រភេទអាហារបំពន់ហ្នឹងគឺយើងយល់ពីអាហារបំពន់ដែលខ្មែរយើងផលិតមកថាវាមិនធម្មតាណាដែលយើងយល់ស៊ីជម្រៅក្នុងផលិតផលមួយមុខក្នុងមួយកំប៉ុងហ្នឹងវាចូលទៅក្នុងរាងកាយរបស់យើងវាធ្វើការនេះអីខ្លះចឹងអានេះគេហៅថាលក្ខណៈយល់ស៊ីជម្រៅនៅពេលដែលយើងយល់ស៊ីជម្រៅយើងយល់អំពីគុណប្រយោជន៍អត្ថប្រយោជន៍របស់វានៅពេលដែលយើងយល់ពីគុណប្រយោជន៍អត្ថប្រយោជន៍របស់វាច្បាស់យើងចេះខំភាហើយយើងចេះប្រៀបធៀបហើយប្រៀបធៀបជាមួយនឹងអាហារផ្សេងដែលបរទេសនាំចូលមកហ្នឹងណោះអញ្ចឹងយើងគិតថាអូបើសិនជាអគុណប្រយោជន៍អត្ថប្រយោជន៍ផលិតផលខ្មែររបស់យើងផលិតបានមកណាប្រភេទអាហារដែលផលិតបានមកវាជួយដោះស្រាយវិបត្តិសុខភាពបានណាអញ្ចឹងយើងអត់ត្រូវការទៅប្រើទៅទិញអីផលិតផលបរទេសនាំចូលមកហ្នឹងទេមែនទេទី1វាមានគុណតម្លៃប្រហាក់ប្រហែលឬក៏អាចលើសនឹងផលិតផលដែលបរទេសនាំចូលមកទី2វាស្មើនឹងយើងជួយទិញផលិតផលខ្មែរយើងហើយវាស្មើនឹងយើងជួយទប់ស្កាត់លំហូរសាច់ប្រាក់កុំឲ្យហូរទៅក្រៅប្រទេសណាអញ្ចឹងវីដេអូរបស់ខ្ញុំចេញទៅរឿយៗគឺដើម្បីពន្យល់ឲ្យយល់ពីបេះដូងខ្មែរជាខ្មែរដូចគ្នាហើយម៉ោងនេះយើងកំពុងតែជួបវិបត្តិសង្គ្រាមជាមួយប្រទេសជិតខាងរបស់យើងណោះគឺប្រទេសថៃប្រទេសសៀមនឹងឯងបាទហើយនៅថ្ងៃទី7ទី8យើងនេះដូចជាឮសូរថាថៃកំពុងតែបាញ់បោះមកលើប្រទេសរបស់យើងណោះហ្នឹងហើយប្រជាជនរបស់យើងគឺនាំគ្នាខឹងសម្បាមែនទែនហើយក៏យើងនាំគ្នាពលិកាមិនប្រើប្រាស់ផលិតផលប្រទេសសៀមបាទតែវាជាឱកាសមួយដែលយើងគ្រប់គ្រងផលិតផលរបស់យើងเนาะក
có mà ở quay có phở bọc kia quay có bọc kia càng ỏn mẹ này vì đôi chi dương con tôi cái về hỏi dương chui tinh kia cây khai từ trên miền đấy mẹ đấy là đó máu này dương chui tinh luôn đấy ở luôn ai khai từ trên miền mà đó không mẹ nó năng ngày ok năng ngày chân video ngày này có miền trầm phần nắng và